ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំទិវាអាស៊ាន Sport Day ឆ្នាំ2026ក្រោមប្រធានបទកីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុងសង្គមក្នុងខេត្តកំពង់ធំក្រសួងអប់រំយុវជននិងកីឡាបានរៀបចំទិវាកីឡាអាស៊ាន Sport Day ឆ្នាំ2026ក្រោមប្រធានបទកីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុងសង្គមនៅតាមដងស្ទឹងសែនដែលជាទឹកដីដ៏ស្រស់បំព្រងនៃខេត្តកំពង់ធំនាថ្ងៃទី1ខែសីហាឆ្នាំ2026ក្រោមវត្តមានឯកឧត្តមកែប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចាហងជួនណារុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំមន្ត្រីរាជការកងកម្លាំងនគរបាលកងរាជអាវុធហត្ថកងយុទ្ធពលខេមរៈភូមិន្ទលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងមហាជនប្រមាណ 1000 នាក់ក្នុងឱកាសទិវាកីឡាអាស៊ាន Sport Day មានការចូលរួមលេងកីឡាលេងល្បែងប្រជាប្រិយការសម្ដែងសិល្បៈក្បាច់គុនថែមទៀតផងឯកឧត្តមកែប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចាហងជួនណារុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាការរៀបចំទិវានេះគឺអនុវត្តតាមលិខិតលេខ609សជនអវចុះថ្ងៃទី19ខែកក្កដាឆ្នាំ2017របស់ទីស្តីការគណៈរដ្ឋមន្ត្រីអនុញ្ញាតជាគោលការណ៍ជូនក្រសួងអប់រំយុវជននិងកីឡារៀបចំទិវាកីឡាអាស៊ាន Sport Day នៅព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2017មកក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាននាថ្ងៃទី8ខែសីហាឆ្នាំ1967និងការលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាននិងដើម្បីបំផុសផ្សព្វផ្សាយឲ្យប្រជាជននៃបណ្ដាប្រទេសសមាជិកចូលរួមលើកកម្ពស់របៀបរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមណីយកម្មមានសុខភាពល្អលើកកម្ពស់អត្តសញ្ញាណជាតិអភិរក្សនិងអភិវឌ្ឍវិស័យកីឡាប្រពៃណីល្បែងប្រជាប្រិយនៅក្នុងតំបន់និងនៅលើពិភពលោកដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិក្នុងឱកាសទិវាកីឡាអាស៊ាន Sport Day ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនកុមារមន្ត្រីរាជការកងកម្លាំងនិងគ្រប់ស្ថាប័នទាំងអស់ចូលរួមហាត់ប្រាណនិងលេងកីឡាឲ្យបានទៀងទាត់ដើម្បីលើកកម្ពស់សុខភាពបង្ការជំងឺកសាងគ្រួសាររឹងមាំនិងសង្គមដែលមានសុខដុមរមនាសូមរួមគ្នាធ្វើឲ្យពាក្យស្លោកប្រជាជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិតក្លាយជាការអនុវត្តជាក់ស្ដែងនិងបន្តពង្រឹងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងស្មារតីគ្រួសារអាស៊ានតាមរយៈសកម្មភាពកីឡាដែលជាស្ពាននៃសន្តិភាពការយោគយល់គ្នានិងការអភិវឌ្ឍប្រកបដោយចីរភាពអ្នកចូលរួមទិវាកីឡាអាស៊ាន Sport Day បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំងដោយបានលើកកម្ពស់អត្តសញ្ញាណជាតិអភិរក្សនិងអភិវឌ្ឍវិស័យកីឡាប្រពៃណីក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកឯកឧត្តមច័ន្ទយុធាលើកទឹកចិត្តបេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ2026ឲ្យទទួលបាននីតិល្អប្រសើរនិងទទួលបានរង្វាន់បន្ថែមពីក្រុមការងារឯកឧត្តមច័ន្ទយុធាលើកទឹកចិត្តបេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ2026ឲ្យទទួលបាននីតិល្អប្រសើរនិងទទួលបានរង្វាន់បន្ថែមពីក្រុមការងារនៅថ្ងៃទី2ខែសីហាឆ្នាំ2026ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡែកនិងឃុំពពកស្រុកស្ទូងបានលើកទឹកចិត្តដូចនេះក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនសិស្សានុសិស្សថ្នាក់ទី12និងអាណាព្យាបាលនៅវិទ្យាល័យជាស៊ីមប្រឡាយដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី10ខែសីហាឆ្នាំ2026ខាងមុខនេះជាមួយគ្នានេះដែរឯកឧត្តមប្រធានក្រុមការងារបានប្រកាសជាផ្លូវការនៅរង្វាន់លើកទឹកចិត្តជាពិសេសបន្ថែមសម្រាប់បងប្អូនសិស្សានុសិស្សបេក្ខជនណាដែលខិតខំប្រឹងប្រែងរៀនសូត្រប្រឡងជាប់និងទទួលបានលទ្ធផលល្អប្រសើរនីតិល្អក្នុងការប្រឡងបាក់ឌុបសម័យប្រឡងខាងមុខនេះឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមមថាការយកចិត្តទុកដាក់និងគាំទ្រទាន់ពេលវេលានេះគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនសិស្សានុសិស្សនៅវិទ្យាល័យជាស៊ីមប្រឡាយក្នុងការបោះជំហានទៅប្រឡងប្រជែងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រោមពាក្យស្លោកចេះគឺជាប់
ប្រកបដោយភាពជឿជាក់និងស្មារតីមោះមុតសូមបញ្ជាក់ថានៅក្នុងពិធីសំណេះសំណាលផ្ដាំផ្ញើនិងសួរសុខទុក្ខនិងលើកទឹកចិត្តយ៉ាងយកចិត្តទុកដាក់នេះឯកឧត្តមច័ន្ទយុធាបានឧបត្ថម្ភថវិកាសម្រាប់ទ្រទ្រង់ការចំណាយលើការធ្វើដំណើរការស្នាក់នៅនិងចំណីអាហារជូនសិស្សានុសិស្សទាំងអស់ដែលត្រូវធ្វើដំណើរទៅប្រឡងនៅក្រុងស្ទឹងសែនចំនួន117នាក់ក្នុងមួយនាក់ទទួលបានថវិកា 60,000 រៀលក្នុងនោះសិស្សក្រីក្រ24នាក់ទទួលបានការបន្ថែមចំនួន 60,000 រៀលទៀតដើម្បីជួយសម្រាប់បន្ទុកសេដ្ឋកិច្ចគ្រួសាររបស់អាណាព្យាបាលជាពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាតមេបញ្ជាការតំបន់ប្រតិបត្តិការសក្រុងកំពង់ធំពង្រឹងទូនីតិភារកិច្ចរបស់កងយោធពលខេមរភូមិន្ទនិងដាក់ចេញនៅបទបញ្ជាមួយចំនួនជូនដល់កងកម្លាំងក្រមអាវ៉ាតនៅព្រឹកថ្ងៃទី3ខែសីហាឆ្នាំ2026នៅទីបញ្ជាការតំបន់ប្រតិបត្តិការសក្រុងកំពង់ធំយុទ្ធភូមិភាគទី4បានបើកកិច្ចប្រជុំពង្រឹងទូនីតិភារកិច្ចរបស់កងយោធពលខេមរភូមិន្ទការងារអប់រំចិត្តសាស្ត្រនិងដាក់ចេញនៅបទបញ្ជាសំខាន់មួយចំនួនជូនដល់យោធាចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសក្រុងដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រុងកំពង់ធំដែលមានការចូលរួមពីនីតិហ៊ាននីតិហ៊ានរងនិងពលទាហានយ៉ាងច្រើនកុះកកផងដែរឧត្តមសេនីយ៍តូសំសុនបានផ្សព្វផ្សាយសភាពការមួយចំនួនដែលកើតមានឡើងថ្មីនេះដែលប្រមុខនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការបង្ហាញដល់ពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីសភាពការពិតនៃការឈ្លានពាននិងកាន់កាប់បរណភាពទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពសិទ្ធិមនុស្សនិងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋដែលផ្ទះសម្បែងនិងដីធ្លីមួយចំនួនត្រូវបានទាហានថៃចូលកាន់កាប់ដោយខុសច្បាប់ព្រមជាមួយនោះយោធាថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងប្រាសាទមួយចំនួនទៀតដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាឧត្តមសេនីយ៍តូសំសុនបានពង្រឹងទូនីតិភារកិច្ចរបស់កងយោធពលខេមរភូមិន្ទនិងបានដាក់ចេញនៅបទបញ្ជាមួយចំនួនដល់យោធាគ្រប់រូបត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់មានជាអាចទី1យោធាគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រដោយត្រូវត្រៀមខ្លួនរួចជាស្រេចរងចាំអនុវត្តបទបញ្ជាក្នុងភារកិច្ចការពីបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ប្រទេសជិតខាងទី2ត្រូវផ្សព្វផ្សាយជូនដល់ក្រុមគ្រួសារនិងប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តច្បាប់កាតព្វកិច្ចយោធាឲ្យទទួលបានជោគជ័យដើម្បីកម្ពុជាយើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងភារកិច្ចការពីជាតិក្នុងបរិបទថ្មីនៃសកលលោកនិងទី3ត្រូវបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាននានាឲ្យទទួលបានជោគជ័យជាមួយនោះដែរត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងបទបញ្ជារបស់ឯកឧត្តមនួនផារតអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពដើម្បីរក្សាធនធានធម្មជាតិរបស់យើងទុកឲ្យកូនចៅយើងនៅជំនាន់ក្រោយៗទៀត